បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ខេត្តកណ្ដាលកន្លែងគេធ្វើកសិកម្មមើលទៅខាងក្រោយនេះគឺមានដំណាំច្រើនមែនតើបាទគឺមានដំណាំដូចជាបែកគក់មានដំណាំអំពៅមានដំណាំជីអញ្ចឹងទៅណាមានច្រើនហូរហែអញ្ចឹងតោះយើងទៅមើលឃើញទីមួយពូគាត់ធ្វើអីនៅខាងក្រោយនោះតោះអញ្ចឹងយើងទៅមើលអីបាទនេះសួរអីកំពុងធ្វើអីដែរកាត់បែកគក់កាត់មើលបែកគក់កាត់មើលបែកគក់ណោះកាត់មើលអូបែកគក់របស់យើងឥឡូវដល់ពេលប្រមូលផលហើយដល់ពេលប្រមូលផលហើយអូមើលបែកគក់យើងល្អណាមើលបែកគក់យើងល្អណាបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមរំខានអីបន្តិចខ្ញុំចង់ដឹងអំពីការដាំបែកគក់ឬក៏ការថែទាំបែកគក់អញ្ចឹងអាចជួយចែកចម្លែកបានពីបានពីវិធីសាស្ត្រទៅចែកទេសមួយចំនួនអីបាទចែកទេសដាំបែកគក់បាទដាំបែកគក់មុនដំបូងត្រូវធ្វើដីវាឲ្យម៉ត់សិនបាទយើងធ្វើដីសិនហើយឆោតរងជាលើកជារងលើកជារងហើយយើងបានរោគេមកដាំរោគេមកដាំចារោគេមកដាំហើយបានរយៈពេលយើងដាំហើយរយៈពេលកន្លះខែទៅមួយខែបានយើងវត្តព្រួយចាវត្តព្រួយហើយមួយសាយើងបាច់ជីបាទសុំកាត់តិចចុះអាកន្លែងពេលដែលយើងធ្វើដីអីហ្នឹងតើយើងមានប្រើជីធម្មជាតិឬក៏ជីគីមីអីទេទៅហ្នឹងចំណុចហ្នឹងយើងប្រើក៏បានមិនប្រើក៏បានប្រើក៏បានមិនប្រើក៏បានចាតែបើសិនជាយើងប្រើជីអីគេយើងប្រើជីសក៏បានជីខ្មៅក៏បានជីសក៏បានឬក៏ជីខ្មៅក៏បានហើយយើងប្រើសម្រាប់ជីត្រប់បាតជីត្រប់បាតអញ្ចឹងអាជីត្រប់បាតហ្នឹងនៅពេលដែលយើងប្រើតើវាមានគុណប្រយោជន៍អីសម្រាប់ដំណាំបែកគក់របស់យើងនឹងឲ្យវាឆាប់លូតលាស់ល្អឲ្យវាឆាប់លូតលាស់ល្អបាទអញ្ចឹងយើងព្រោះបានកាត់អញ្ចឹងណាបាទកាត់ត្រួយវាពេលយើងវាលាស់វាត្រួយមកយើងកាត់វាជាប្រចាំអញ្ចឹងទៅកាត់កុំឲ្យវាមានត្រួយមានពងវាឡើងហើយរយៈពេល3ខែកន្លះបានទទួលផលអូអញ្ចឹងយើងដាំបែកគក់ហ្នឹងគឺរយៈពេល3ខែកន្លះទើបយើងអាចទទួលបានផលវាបាទអញ្ចឹងអាកំឡុងពេលដែលយើងដាំហ្នឹងកំឡុងពេលដែលយើងដាំហ្នឹងតើពេលហ្នឹងយើងរយៈពេល3ខែហ្នឹងយើងមានវិធីសាស្ត្រអីខ្លះសម្រាប់ថែទាំវាយើងមានតែបាជីកាត់ត្រួយតែប៉ុណ្ណឹងយើងមានទៅធ្វើអីទៀតអត់ទេបាទយើងថែវាយើងកាត់ត្រួយកាត់ពងកាត់ការបើដល់ពេលថាយើងអត់រាំងមេឃអីចឹងទៅយើងដាក់ទឹកវាខ្លះទៅយើងបានទឹកវាអាចវាអត់បាញ់ជាប្រចាំដូចបន្លែបាទហើយថ្នាំយើងបាញ់ពេលមានយើងមើលចឹងមានក្រាចូលយើងបាញ់ម្ដងចឹងទៅកុំឲ្យវាមានក្រាចូលវាអត់មើមដែរណាហើយអញ្ចឹងយើងកាត់ត្រួយឬក៏កាត់ផ្កាពេលហ្នឹងអាហ្នឹងក្នុងគោលបំណងអីដែរហ្នឹងកាត់ឲ្យវាចុះមើមឲ្យវាចុះមើមតែយើងអត់កាត់វាអត់ចុះមើមទេអញ្ចឹងវាទៅជាកម្លាំងទៅជាផ្កាទៅជាផ្លែហ្នឹងវាអត់បានមើមទេអាហ្នឹងយើងទៅជាទុកផ្លែទុកគ្រាប់ដាំវិញអាហ្នឹងយើងទុកពូជទៅជាពូជវិញណាហើយបើយើងកាត់វាជាប្រចាំអាហ្នឹងបានផលមកមើមនេះចាអញ្ចឹងមានន័យថាកំឡុងពេលដែលយើងថែទាំវាជាពិសេសហ្នឹងទី1គឺយើងត្រូវកាត់ស្លឹកវាឬក៏កាត់ត្រួយវាចេញហើយកាត់ផ្កាដើម្បីអីដើម្បីឲ្យវាចុះមើមន័យថាវាមានមើមច្រើនហើយទី2នោះយើងគោលបំណងក្នុងការកាត់នោះកុំឲ្យឃើញត្រួយវាបោះមកញ៉ៃពេកវាមើលទៅពិបាកក្នុងរោងយើងអញ្ចឹងណាបាទអញ្ចឹងតកតងជាមួយនឹងការដាំតើយើងដាំចាប់ពីខែណាឬក៏យើងដាំបានគ្រប់រដូវដាំបានមួយឆ្នាំនិយាយមករដូវដាំបានម្ដងមួយរដូវដាំបានម្ដងទេដាំតែមានចន្លោះពីខែ9ដើមខែ9ដើមខែ9មកទៅខែ11អាហ្នឹងគេជប់ដាំហើយបាទជប់ដាំហើយពួកអីអាហ្នឹងវាដាំទៅបាទអញ្ចឹងមានន័យថាក្នុងការដាំគឺយើងត្រូវគិតខែដែរយើងដាំមួយឆ្នាំបានតែម្ដងទេអញ្ចឹងការដាំគឺចន្លោះពីខែ9ដល់ខែ11អញ្ចឹងបើសិនបើយើងដាំពីខែ12ឬខែ1យើងដាំបានដូចគ្នាប៉ុន្តែយើងអត់ទទួលបានមើមបាទទទួលបានមើមបាទវាដាំទៅវាល្អតដើមអាហ្នឹងល្អតដើមវាអត់មានមើមនេះវាពិបាកវាចំណាំបែកគក់ពិបាកធ្វើជាងគេមួយឆ្នាំបានតែម្ដងបាទអត់ដូចយើងដាំបន្លែយើងដាំបានគ្រប់រដូវបាទដល់ពេលបែកគក់នេះដាំបានតែម្ដងទេបាទពោតហ្នឹងក៏គេដាំអាចបានគ្រប់រដូវដែរហើយបែកគក់នេះដាំខុសខែអត់មើលហ្នឹងអូខេមានតែប៉ុណ្ណឹងបាទមានប៉ុណ្ណឹងមើមនេះបែកគក់នេះពេលទទួលផលមើមបានធំល្អណាមើមល្អនេះយើងបាទមើមបែកគក់ល្អមែនតើ
ចូលនៅពេលដែលយើងយកទៅបានជាផលិតផលយកទៅតើបែកគក់យើងនឹងអាចកែច្នៃទៅជាផលិតផលបាន តែគក់ហ្នឹងហើយ បាទ យើងអាចយកធ្វើនំ ធ្វើនំ ចា ប្រភេទជាប្រភេទនំអីដែរ ធ្វើជានំជើងជ្រូក នំជើងជ្រូកអូនំប៉ាអញ្ចឹងគ្នាយើងធ្លាប់ញ៉ាំនំប៉ាច្រើនណាស់ណា ធ្វើហើយកឹង ហើយកឹងទៀតបានហើយកឹងទៀត សាច់យ៉យហ្នឹង សាយ៉ ចា បាទ ហើយជួនកាលគេយកទៅស្លហូបដែរ ស្លដូចជាភីចាន់ផែកគក់អ្នកទាំងអស់គ្នាធ្លាប់លើផែកគក់ហ៎ ស្លគេស្លប្រហើ ប្រហើ គក់ដូចកាពាំង ប្រហើទៀតមានប្រហើទៀតហ្នឹង ប្រ ហើយ ហើក៏បាន បាទ ឆាក៏បាន អូយអញ្ចឹងយើងកែច្នៃបានច្រើនអត្ថប្រយោជន៍បានច្រើន អ្នកខ្លះគេយកទៅខក៏មានដែរ យកទៅខក៏មានដែរអញ្ចឹងយើង វា អាច និយាយរួមបែកគក់ស្រាប់តែយើងដូចថាចំណងចំណូលចិត្តយើងហូប បាទ យើងចង់យកធ្វើអីហូបយើងធ្វើហ្នឹងទៅ បាទ វាមិនមែនធ្វើបានមុខណា ធ្វើបានច្រើនណាធ្វើបានច្រើន ដែរហ្នឹងនៅយើងអ្នកច្នៃ យើង និយាយរួមយើងអ្នកច្នៃ បាទ អ្នកធ្វើម្ហូប បាទបាទ បាទ អញ្ចឹងអរគុណច្រើនអ៊ីសម្រាប់ការចែកម្លែកពីវិធីសាស្ត្រក្នុងការដាំក្នុងការដាក់ជីឬក៏ក្នុងការថែទាំវាអញ្ចឹងទៅបាទអញ្ចឹងអរគុណច្រើនអ៊ីបាទអរគុណច្រើនបាទ ពួកហ្នឹងតែធ្វើដៃស្ងួតក៏អត់មើលដែរ បាទ ដៃធ្វើយើងធ្វើរងហើយយើងឆោតភ្លាមយើងឆោតរងភ្លាមឲ្យភ្លាមក្បាស់ភ្លាមគុកភ្លាមដាំភ្លាម បាទ កុំឲ្យដៃស្ងួត គាត់ដីស្រួលអញ្ចឹងបែកគក់នេះគឺយើងត្រូវការដីដែលមានសំណើមដែរដីសំណើមខ្លាំង ដៃសើមខាងហើយបើហាក់ដៃស្ងួតគឺល្អតែដើមអត់មើលទេ បាទ